សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃដែរខ្ញុំបាទមានគន្លឹះសំខាន់មួយដែលនិយាយពីប្រធានបទរបៀបរកលុយឲ្យសល់អញ្ចឹងវាមាន3ចំណុចគន្លឹះអាស្រ័យលើប្រាក់ចំណូលតែមួយចំណាយឲ្យឆ្លាតកត់ត្រាចំណាយជារៀងរាល់ថ្ងៃអញ្ចឹងយើងមានន័យថាយើងកត់ត្រាចំណូលដែលយើងរកបានប្រចាំថ្ងៃឬចំណាយជាងត្រូវកត់ទុកបែងចែកលុយជា3ផ្នែក 50% ទៀតនឹងយើងចំណាយចាំបាច់ហើយ 30% យើងចំណាយផ្ទាល់ខ្លួនហើយ 20% ទៀតនោះគឺយើងសន្សំចឹងមុននឹងយើងទិញអីវ៉ាន់សួរខ្លួនឯងត្រូវការពិតឬគ្រាន់តែចង់បានអញ្ចឹងមានន័យថាត្រូវការពិតនឹងយើងទិញអ្វីដែលជារបស់ដែលយើងចាំបាច់ឬក៏មិនចាំបាច់ហើយឬក៏គ្រាន់តែជាការចង់បានតែយើងគិតឲ្យច្បាស់ទៅគឺរបស់នឹងគឺយើងមិនចាំបាច់ទី2នឹងសន្សំលុយឲ្យជាប់ទទួលលុយភ្លាមដកសន្សំភ្លាមឧទាហរណ៍ដូចយើងបានលុយបើកប្រាក់ខែឬក៏បានលុយមកពីណាអីចឹងទៅយើងបាន20000យើងទុក10000ឬក៏5000សន្សំឬ10000ឬក៏5000ហើយ10000ទៀតហ្នឹងគឺយើងសម្រាប់វាយចាយប្រចាំថ្ងៃយើងដាក់គណនីសន្សំផ្សេងពីគណនីចាយរបស់យើងចាប់ផ្ដើមតិចក៏បាន$5 $10ក៏ល្អទី4នោះកុំធ្វើអ្វីដែលបំផ្លាញលុយដូចជាលេងល្បែងស៊ីសងដូចជាការទិញរបស់ដែលតាមអារម្មណ៍ភ្លាមដែលយើងមិនត្រូវការចាំបាច់ហើយយើងតាមនឹកឃើញយើងដែលយើងចង់បានភ្លាមយើងយកលុយដែលយើងសន្សំឬក៏លុយដែលយើងបានមកពីប្រាក់ខែអីយើងនឹងតាមនឹកឃើញយើងចង់ទិញភ្លាមអីយ៉ាងទៅអានឹងគឺជាចំណុចសំខាន់ដែលយើងមិនអាចសល់លុយចឹងទៅចំណុចនេះមិនមែនរកលុយច្រើនហើយសល់ទេតែគឺចេះគ្រប់គ្រងទៅសល់ចឹងបាទវីដេអូពីការរកលុយឲ្យសល់របស់ខ្ញុំមានតែប៉ុណ្្នឹងទេជួបខ្ញុំនៅវីដេអូក្រោយទៀតសូមអរគុណ